សិក្សាពាក្យនយោបាយគណនេយ្យភាពនិងសេរីនិយមគណនេយ្យភាពជាកាតព្វកិច្ចដែលបុគ្គលឬអង្គភាពមួយត្រូវមានទំនួលខុសត្រូវចំពោះសកម្មភាពរបស់ខ្លួនហើយបង្ហាញនូវសកម្មភាពនិងលទ្ធផលដោយដំណាភាពគណនេយ្យភាពក៏រាប់បញ្ចូលផងដែរនៅទំនួលខុសត្រូវខាងផ្នែកថវិកាឬទ្រព្យសម្បត្តិរួមដទៃទៀតរដ្ឋាភិបាលមួយត្រូវមានទំនួលខុសត្រូវចំពោះសេចក្តីសម្រេចចិត្តនិងច្បាប់នានាដែលជះឥទ្ធិពលដល់ពលរដ្ឋរបស់ខ្លួនហើយបុគ្គលម្នាក់ៗត្រូវមានទំនួលខុសត្រូវចំពោះសកម្មភាពនិងឥរិយាបថរបស់ខ្លួនចំណែកឯពាក្យសេរីនិយមគឺជាមនោគមវិជ្ជានយោបាយដែលផ្ដោតទៅលើសេរីភាពនិងសមភាពដើម្បីការពារសិទ្ធិបុគ្គលនិងផ្ដល់សេរីភាពពេញលេញក្នុងការជ្រើសរើសទាំងផ្នែកសេដ្ឋកិច្ចនយោបាយសាសនាសារព័ត៌មានវប្បធម៌และចរន្តសេរីនិយមនេះចាប់ផ្ដើមរីកចម្រើននៅទ្វីបអឺរ៉ុបក្នុងសតវត្សទី17សូមចុច like និងចុច share ដើម្បីទទួលបានពាក្យនយោបាយថ្មីៗបន្ថែមទៀតសូមអរគុណចំពោះការតាមដានស្ដាប់